នៃពិធីបុណ្យកឋិនទានតើអ្វីទៅហៅថាកឋិនទានកឋិនទាននេះកើតឡើងដោយសារព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើងគ្រប់ព្រះអង្គទ្រង់បញ្ញត្តិឡើងក្នុងមជ្ឈិមពោធិកាលប្រហេតុភិក្ខុ30រូបនៅទីក្រុងបាថាចម្រើនសមាធិវិបស្សនាលុះជិតដល់ពេលរដូវវស្សាភិក្ខុទាំង30រូបមានបំណងទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធពេលដែលព្រះអង្គទ្រង់គង់នៅវត្តចេតពន្ធលុះនិមន្តទៅមិនទាន់ដល់វត្តចេតពន្ធផងទើបតែនឹងដល់ទីក្រុងសាកេតក៏ដល់ថ្ងៃចូលវស្សាទើបភិក្ខុទាំងនោះកំណត់ចូលវស្សាទីនោះទៅនៅឆ្ងាយចម្ងាយផ្លូវតែ6យោជន៍ទៀតដល់វត្តចេតពន្ធលុះពេលចេញវស្សាភិក្ខុទាំងនោះក៏នាំគ្នាចេញដំណើរពីទីក្រុងសាកេតចំពោះទៅកាន់វត្តចេតពន្ធដើម្បីថ្វាយបង្គំព្រះសាស្តាពេលដែលនិមន្តចេញដំណើរទៅក្នុងពេលចេញវស្សានោះនៅមានទឹកភ្លៀងធ្លាក់រលឹមពពេចពពកដីបែកផុកភិក្ខុទាំងនោះនិមន្តរអិលដួលប្រឡាក់ផុកសបង់ជីវរសង្កដីសំពីងសំពងលុះនិមន្តដល់វត្តចេតពន្ធក៏ចូលទៅថ្វាយបង្គំព្រះដ៏មានព្រះភក្ត្រហើយអង្គុយក្នុងទីដ៏សមគួរហើយគង់នៅដោយស្ងៀមស្ងប់ទើបព្រះសាស្តាចារ្យទ្រង់ត្រាស់សួរថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយរស់នៅដោយមានសាមគ្គីធម៌រវាងគ្នានឹងគ្នាបានល្អឬយ៉ាងណាហើយអាហារបណ្ឌបាតអាចញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានដោយស្រួលដែរឬទេភិក្ខុទាំងឡាយឆ្លើយថ្វាយព្រះអង្គថាបើពិតព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គទាំងអស់គ្នានេះមានធម៌សាមគ្គីចំពោះគ្នាទៅវិញទៅមកបានល្អឥតមានភិក្ខុអង្គណាមួយអរិចិត្តចំពោះគ្នានឹងគ្នាទេព្រោះខ្ញុំព្រះអង្គទាំងអស់គ្នានេះឧបសម្បទាដើម្បីលះបង់ចោលនៅអកុសលធម៌គឺមានលោភៈទោសៈមោហៈនិងសង្យោគចនធម៌ដែលជាធម៌ចងក្រៀកសត្វទុកមិនអោយសត្វបានហលុះនៅអរិយមគ្គអរិយផលបានលោភៈចិត្តជាប់ជំពាក់ក្នុងបច្ច័យ4មានសន្តោសទៅតាមអរិយវង្សទោសៈចិត្តខឹងប្រទុះចំពោះសត្វនិងសង្ខារគឺមិនបានពិចារណាខុសត្រូវឡើយខឹងប្រទុះសារាយឥតជប់ឈរចំពោះរបស់មានវិញ្ញាណនិងរបស់ឥតវិញ្ញាណមោហៈគឺសេចក្តីវង្វេងវង្វាន់ផន់ច្រឡំមិនយល់ពីការពិតខុសអ្វីជាត្រូវអ្វីជាខុសត្រូវធ្វើជាខុសខុសធ្វើជាត្រូវអាក្រក់ធ្វើជាល្អល្អធ្វើជាអាក្រក់សុចរិតយល់ថាទុច្ចរិតខ្មៅទៅជាសទៅជាខ្មៅខ្ញុំព្រះអង្គមិនបានវិវាទតោះតែងគ្នាទេប៉ុន្តែខ្ញុំព្រះអង្គមកតាមផ្លូវមានការលំបាកយ៉ាងច្រើនព្រោះដីផុករអិលពពេចពពកដួលក្នុងផុកស្រកេកស្រកាកទើបព្រះអង្គសម្ដែងធម្មិកថាបញ្យល់ដល់ភិក្ខុទាំងឡាយអំពីសង្សារវដ្តស្លាប់កើតស្លាប់អន្ទោលពីមនុស្សទៅដេរឆានមាននរកប្រេតអសុរកាយជាដើមលុះព្រះអង្គសម្ដែងធម្មិកថាចប់ភិក្ខុទាំង30អង្គបានសម្រេចអរហត្តផលគ្រប់អង្គទាំងអស់ពេលភិក្ខុទាំងនោះថ្វាយបង្គំលាព្រះអង្គចេញផុតពីព្រះអង្គក៏និមន្តដោយឈានគ្រប់ព្រះអង្គហោះហើរដើរតាមអាកាស
ពេលនោះប្រពុតតតមើលពីក្រោយឃើញសង្ឃដីឃើញបាតរយីងរយាងរយោងសំពីងសំពងទើបព្រះអង្គទ្រង់មានពិតកាសថាអូណូប្រសិនបើតថាគតអនុញ្ញាតដល់ភិក្ខុទាំងឡាយឲ្យមានចូលវសាប្រកបជាភិក្ខុទាំងឡាយមិនពិបាកយកសង្ឃដីសម្បត្តិសំពីងសំពងតាមខ្លួនទេព្រះពុទ្ធគ្រប់ព្រះអង្គពីអតីតកាលក៏ទ្រង់បញ្ញត្តិឲ្យមានកឋិនទានដល់ភិក្ខុសង្ឃផងដែរឥឡូវព្រះអង្គទ្រង់ប្រះចិន្តាដូច្នេះហើយទើបប្រជុំភិក្ខុទាំងអស់ក្នុងពុទ្ធសាសនាមណ្ឌលរបស់ព្រះអង្គទ្រង់មានពុទ្ធដីកាថាអនុជានាមិភិក្ខវេវសង្ឃវុដ្ឋណੰភិក្ខុណੰកឋិណੰអដ្ឋរេតុងអដ្ឋតកឋិណាណੰវោភិក្ខវេបញ្ចកបិសន្តិមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយដែលនៅចាំវស្សារួចហើយទទួលក្រាលកឋិនមនាលភិក្ខុទាំងឡាយអនិសង្ឃ5ប្រការនឹងសម្រេចដល់ភិក្ខុទាំងឡាយដែលបានក្រាលកឋិនរួចហើយសេចក្តីបរិយាយខាងលើនេះជាបុព្វហេតុនៃកឋិនសព្ទនេះបានសេចក្តីថាការប្រមូលផ្ដុំនៅរូបធម៌និងនាមធម៌ឈ្មោះថាកឋិនដែលហៅថារូបធម៌គឺរបស់ដែលមានរូបមើលឃើញដោយមង្សចក្ខុតាមធម្មតាដូចជាបរិក្ខារវត្ថុមានស្បង់ជីវរសង្ឃជាដីមុងកន្ទេលខ្នើយតុតាំងជាដើមទាំងអស់នេះហៅថារូបធម៌ឯនាមធម៌នោះគឺរបស់ដែលមើលមិនឃើញដោយភ្នែកធម្មតាដូចជាសេចក្តីសុខដែលកើតមានដល់ខ្លួននិងអានិសង្ស5ដែលត្រូវបានដល់ភិក្ខុអ្នកទទួលមានសេរីភាពក្នុងខ្លួនចាប់តាំងពីបានក្រាលអនុមោទនាកឋិនពេលណាមកបដិគាហកៈតែងបាននៅអានិសង្ស5យ៉ាងគឺអនាមន្តចារោត្រេចទៅណាមិនចាំបាច់លាភិក្ខុផងគ្នា2អាសមាទានចារោត្រេចទៅណាមិនបាច់យកត្រៃជីវរគ្រប់ប្រដាប់អាចដាក់ទុកនៅកន្លែងបាន3គណៈភោជនੰភិក្ខុឆាន់គណៈភោជននិងបរមប្រភោជនបានយាវតតចេវរੰភិក្ខុទុកដាក់អតរេកចេវរបានតាមប្រាថ្នាយោចតតចេវរូបាតោសូនេសੰភវិសតិអានិសង្ឃលៀបដែលកើតឡើងក្នុងទីនោះត្រូវបានតែភិក្ខុដែលគង់នៅក្នុងអាវាសនោះភិក្ខុអ្នកក្រាលក្រងនិងអនុមោទនាត្រូវបានអានិសង្ឃ5ប្រការដោយបានបញ្ជាក់ខាងលើនេះចំពោះទាយកទេយិកាក៏បានអានិសង្ឃដល់ក្រៃលែងច្រើនជាអនេកបការដូចជាស្លាប់ពីលោកនេះទៅកើតសុគតិភពលុះចុះពីសុគតិភពមកឋានមនុស្សបានជាស្ដេចចក្រពត្តិគ្រប់គ្រងទ្វីបទាំង4អស់បន់ពីស្ដេចចក្រពត្តិមកកើតជាស្ដេចតូចអស់ពីស្ដេចតូចមកកើតជាសទ្ធិកហបតីអស់ពីកហបតីកើតកូនណាក់មានកូនណាក់ក្រមិនកើតទេនេះជាអានិសង្ឃដែលណាក់ធ្វើកឋិនត្រូវបានអានិសង្ឃនេះឯងហៅថានាមធម៌អវត្ថុរបស់ដែលធ្វើឲ្យកើតជាកឋិននឹងគឺមានតែ3ទេគឺស្បង់1ជីវរ1និងសង្ឃដី1ទាំង3នេះហៅថាត្រៃរបស់ក្រៅពីត្រៃមានបាតឆាត់កន្ទេលខ្នើយព្រំក្រែទូតុកៅអីហៅថាបរិវារកឋិនស្បង់ជីវរសង្ឃដីយកតែស្បង់1ធ្វើកឋិនក៏បានមិនចាំបាច់ដល់គ្រប់3គឺបានតែទឹមស្បង់1ឬក៏ជីវរ1ឬក៏សង្ឃដី1យើងអាចដង្ហែជាកឋិនបានប៉ុន្តែពាក្យថាកឋិននេះធ្វើកម្របានត្រឹមត្រូវតាមវិន័យបញ្ញត្តិណាបើភ្នែកឧបាសកឧបាសិកាកាត់ស្បង់ជីវរត្រឹមត្រូវតាមវិន័យបញ្ញត្តិហើយបដិគាហកៈក្រាលក្រងបានត្រឹមត្រូវតាមវិន័យបញ្ញត្តិកឋិននេះឈ្មោះថាបានអានិសង្ឃទាំងអ្នកទទួល
ទាំងណាប់អោយដូចបានបញ្ជាក់ជូនខាងលើអញ្ចឹងឯងប៉ុន្តែបើទាយកទាយិកាកាត់ស្បង់ជីវរបានត្រឹមត្រូវយកទៅធ្វើកឋិនប៉ុន្តែបដិគាហកៈភិក្ខុអ្នកក្រាលក្រងមិនបានត្រឹមត្រូវកឋិននេះមិនបានកើតជាកឋិនក្លាយជាបន់បច្ច័យ4អានិសង្សមិនបានដល់ភិក្ខុអ្នកក្រាលក្រងទេបានតែទាយកទាយិកាណាប់អោយគឺបានអានិសង្សបានបន់ដែលខ្លួនបានធ្វើបន់ទាំងអស់ក្នុងព្រះពុទ្ធសាសនាអានិសង្សដែលត្រូវបានគឺបានតែទាយកទាយិកាឧបាសកឧបាសិកាណាក់អោយនៅទានអ្នកទទួលមិនបានអានិសង្សទេដល់ឡែកប្លែកតែបន់កឋិននេះព្រោះបន់កឋិនបានអានិសង្សទាំងសងខាងគឺអអ្នកអោយក៏បានអានិសង្សអ្នកទទួលក៏បានអានិសង្សការធ្វើកឋិនមិនបានត្រឹមត្រូវតាមវិន័យបញ្ញត្តិវិបត្តិយ៉ាងធ្ងន់ចំពោះភិក្ខុសង្ឃអ្នកក្រាលក្រងនិងអ្នកអនុមោទនាទាយកទាយិកាបាសកបាសិកាអ្នកអោយមិនមានវិបត្តិអ្វីឡើយគ្រាន់តែមិនបានអានិសង្សកឋិនត្រឡប់ទៅជាបានអានិសង្សបច្ច័យ4ទៅវិញតែប៉ុណ្្នឹងឯងវិបត្តិភិក្ខុសង្ឃគឺសម្គាល់ថាបានក្រាលក្រងនិងអនុមោទនាកឋិនរួចហើយគឺទុកសង្ឃដីនៅកន្លែងនិមន្តទៅកាន់ទីកន្លែងផ្សេងទុកអត្រេកចីវរឲ្យលើសពី10ថ្ងៃឆាន់កណាភោជនបាននិងបរមបរាភោជនព្រមគ្នាបាននិមន្តទៅណាមិនបាច់ប្រាប់ភិក្ខុផងគ្នាអរយៈពេល5ខែសម្គាល់ថាអានិសង្សកឋិនដែលត្រូវបានចុះបើធ្វើកឋិនមិនត្រូវតាមពិន័យបញ្ញត្តិហើយអ្នកក្រាលក្រងកឋិនក៏មិនត្រឹមត្រូវជាវិបត្តិដល់ភិក្ខុអរយៈពេល5ខែចាប់ពីថ្ងៃ100ខែអាសត់ដល់ថ្ងៃពេញបរមី15កើតខែផលគុណចំពោះភិក្ខុសង្ឃដែលក្រាលក្រងកឋិនមិនត្រឹមត្រូវតាមវិន័យនោះគឺភិក្ខុអ្នកក្រាលក្រងមិនចេះឬមិនយល់នៅអានិសង្ស5ណាមិនយល់នៅអានិសង្ស5មិនយល់ដឹងនៅមេតិកា8ពលពុទ្ធ2ឬក៏មិនយល់អនដ្ឋតាការៈ24ក៏មិនយល់អដ្ឋតាការៈ17ក៏មិនយល់តែមិនដឹងភិក្ខុអ្នកក្រាលក្រងកឋិនបើមិនយល់មិនដឹងនៅលក្ខណៈ5ចំពោះចំណុចនេះប្រសិនបើក្រាលក្រងកឋិននោះមិនកើតជាកឋិនទេកឋិនក្លាយទៅជាបន់បច្ច័យ4ពិតប្រាកដលក្ខណៈ5បើមិនបានចាំឲ្យបានយល់ខ្លះក្នុងចំណុចណាមួយចំណុចមួយហើយក្រាលក្រងកឋិនក៏កឋិននោះមិនវិបត្តិទេបានកើតជាកឋិនពេញលេញដូច្នេះហើយបានលោកអ្នកប្រាជ្ញទាំងឡាយបានប្រៀបធៀបការធ្វើកឋិនទៅនឹងឈើស្នឹងគឺជាឈើដែលគេកាត់ដាច់ប្រាក់កណ្ដាលចេញពីដើមហើយគេយកចំណែកខាងចុងដែលគេកាត់នឹងទៅដោតវានៅលើនឹងផែនដីឲ្យឈើនោះកម្រនឹងបានដុះលូតលាស់ហើយយ៉ាងណាមិញរីឯបិណ្ឌកឋិនទានដែលបានត្រឹមត្រូវតាមវិន័យបញ្ញត្តិក៏យ៉ាងនោះដែរដែលមិនបានត្រឹមត្រូវតាមវិន័យបញ្ញត្តិក៏យ៉ាងនឹងដែរសង្ឃស្បង់ជីវរដែលព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យប្រើមានជីវរ4បែបណាជីវរដែលមានបញ្ញខណ្ឌជីវរដែលមានសត្តខណ្ឌជីវរដែលមាននវខណ្ឌជីវរដែលមានឯកាតសខណ្ឌប៉ុន្តែនៅនេះហើយសម័យខាងដើមមានជីវរមួយបែបទៀតហៅថាជីវរកថុងប្រក់ជីវរកថុងប្រក់នេះណាក់បួសក្នុងសិទ្ធថេរវាទនៅប្រទេសកម្ពុជាសម័យខាងដើមនោះឯងណានៅប្រទេសណាកាន់ព្រះពុទ្ធសាសនាលទ្ធិថេរវាទរីឯជីវរបញ្ញខណ្ឌមានមណ្ឌល5ណាអត្ត5អដ្ឋមណ្ឌលមហាមណ្ឌលអដ្ឋមណ្ឌលគឺកន្សែងតូចមហាមណ្ឌល5កន្សែងតូចកន្សែងធំយើងត្រូវកាត់ដេរកាត់ដាច់ជាជីវរកាត់ដាច់ចេញហើយសឹមដេរបញ្ចប់មកវិញបានវាត្រឹមត្រូវតាមវិន័យបញ្ញត្តិជីវររីឯក្នុងបឋមពោធិកាលព្រះអង្គទ្រង់អនុញ្ញាត
ក្នុងសាសនមណ្ឌលរបស់ព្រះអង្គឲ្យភិក្ខុទាំងឡាយប្រើប្រាស់បង្គសកុលជីវរគឺភិក្ខុនិមន្តដើររកសម្បត្តិបង្គសកុលទៅតាមព្រៃសមសានឬក៏តាមច្រកលហុកឬក៏ព្រៃខ្មោចឬក៏ក្រណាត់សម្បត្តិដែលគេចង់យាលចាបឬសម្បត្តិដែលគេរុំសាកសពឲ្យយកទៅបោះចោលក្នុងព្រៃឲ្យសត្វចចកឬក៏សត្វខ្មាតសត្វខ្លាពេលដែលចចកស៊ីអស់សាកសពនៅសល់ក្រណាត់ដែលគេរុំសពនឹងប្រឡាក់ដោយកទុះដោយឈាមហើយយើងហើយជាប់ដោយក្លិនស្អុយទាំងឡាយក្តីភិក្ខុសង្ឃទៅបង្គសកុលទាញយកក្រណាត់នោះមកបោកទឹកឲ្យស្អាតហើយយកមកធ្វើជីវរប្រើប្រាស់លុះដល់មជ្ឈិមពោធិកាទើបមានកហាបតីជីវរដែលហៅថាកហាបតីជីវរគឺជីវរដែលគេកាត់ដេរស្រេចដូចញាតិញោមបានធ្វើអញ្ចឹងកាត់ដេរស្រេចហើយបានយកមកធ្វើកឋិនជីវរបែបនេះហៅថាកហាបតីជីវរដែលញាតិញោមធ្វើសពថ្ងៃនេះគេហៅថាកហាបតីជីវរហើយដល់ញាតិញោមធ្វើនឹងជួយដល់ភិក្ខុសង្ឃច្រើនណាស់ជួយច្រើនណាស់ដូចកន្លែងដែលធ្វើភិក្ខុសង្ឃប្រើសម្បត្តិបង្គសកុលជីវរនឹងគឺទៅកន្លែងសាកសពដែលក្លិនស្អុយហើយយកមកបោកកុកឲ្យច្រាស់ឲ្យស្អាតបានចាប់ផ្ដើមដេរបញ្ចប់គ្នាឲ្យคล้ายទៅជាត្រៃជីវរហើយបានក្រាលក្រងជាកឋិនដែលកហាបតីជីវរគឺញាតិញោមឆ្លាតដែលចេះធ្វើចេះកាត់ចេះដេរតាមបែបបទមានຂະຫນາດត្រង់ទ្រាយតាមវិន័យបញ្ញត្តិដែលព្រះសម្មាសម្ពុទ្ធត្រង់ពុទ្ធានុញ្ញាតមកនឹងកាត់ដេរហើយច្រឡុកហើយស្រាប់រួចស្រេចគ្រាន់តែភិក្ខុសង្ឃទទួលហើយក៏ក្រាលក្រងកឋិនតែម្ដងជាញាតិញោមឃើញកឋិនស្រួលធ្វើតែមិនស្រួលធ្វើណាស្រួលធ្វើបែរជាមិនស្រួលធ្វើព្រោះថាបើវិបត្តិខាងភិក្ខុសង្ឃនឹងគឺមិនងាយនឹងឡើងជាកឋិនទេពួកវាបែរទៅคล้ายទៅជាបិណ្ឌបច្ច័យ4ទៅវិញអញ្ចឹងសង្ឃាលាភរបស់ព្រះសង្ឃដែលត្រូវបានទទួលនៅអានិសង្ឃ5ក៏មិនបានទទួលដែរណាហើយកឋិនហ្នឹងយើងធ្វើចំពោះសង្ឃមិនបានធ្វើចំពោះបុគ្គលដែរតែបើញាតិញោមឧបាសកឧបាសិកាទាយកទាយិកាណាក់ធ្វើបន់កឋិនហើយដែលសម្គាល់ថាដោយខ្ញុំជ្រះថ្លាជាមួយចៅអធិការវត្តនឹងខ្ញុំជ្រះថ្លាជាមួយនឹងគ្រូចាវត្តនឹងគ្រូសូត្រវត្តនឹងជាងប្រឧបជាវត្តនឹងដែលមានវ័យចាស់ខ្ញុំពេញចិត្តខ្ញុំស្រឡាញ់ខ្ញុំចង់បានប្រឧបជានឹងក្រងសម្បត្តិកឋិនរបស់ខ្ញុំក្រែសម្បត្តិជីវរកឋិនរបស់ខ្ញុំនឹងបើយើងបានធ្វើបន់ហើយយើងធ្វើកឋិនហើយយើងមានបំណងចិត្តប្រាថ្នាដូច្នេះគឺមិនឡើងជាកឋិនពេញទីដែរមិនបានអានិសង្ឃកឋិនដូចជារ៉ាយរាប់ខាងដើមគឺញាតិញោមបានអានិសង្ឃ5ឬក៏6ចំណែកភិក្ខុសង្ឃអ្នកក្រាលក្រងក៏បានអានិសង្ឃ5អញ្ចឹងបើញាតិញោមសម្គាល់ថាចង់បានអង្គនេះចង់បានអង្គនោះមិនមែនជាសង្ឃទានទេវាคล้ายទៅជាបុគ្គលណាคล้ายជាបុគ្គលអញ្ចឹងមិនបានអានិសង្ឃពេញទីទេនឹងបានកឋិនយ៉ាងនឹងឯងហើយបានកឋិនវាប្លែកត្រង់កន្លែងថាពេលដែលយើងវេដោយវាចាតែប៉ុណ្្នឹងឯងមិនបានឡើងទៅប្រគេនបតលដៃដល់ភិក្ខុសង្ឃទេណាមិនបានប្រគេនបតលដៃដល់ភិក្ខុសង្ឃទេដូចជាសម្បត្តិកាសាយពស់ដែលត្រសេតអណ្ដែតឯដោះអាកាសនភាល័យហើយថ្លាក់មកចំកណ្ដាលជំនុំសង្ឃហើយមិនចំពោះភិក្ខុសង្ឃអង្គណាដែរអញ្ចឹងក្នុងពេលដែលញាតិញោមវេប្រគេនហ្នឹងយើងដូចចាំមើលក៏បានណាមិនចាំមើលក៏បានថាភិក្ខុសង្ឃដែលក្រាលក្រងហ្នឹងតើក្រងរបៀបណាធ្វើបែបវិន័យបញ្ញត្តិហ្នឹងធ្វើយ៉ាងណាហើយបើមើលទៅតើភិក្ខុមិនក្រងសម្បត្តិរបស់អញទេឬក៏ក្រងសម្បត្តិរបស់អ្នកដទៃចឹងយើងមានការអន់ចិត្ត
តែចង់បញ្ជាក់ថាទោះបីជាភិក្ខុសង្ឃក្រាលក្រងនៅត្រៃជីវរណាក៏ដោយឲ្យតែដាក់ក្នុងជំនុំសង្ឃកណ្ដាលហ្នឹងក្រងតែមួយឡើងទាំងអស់ជាកឋិនទាំងអស់គ្នាចឹងញាតិញោមប៉ុណ្្នឹងយល់ណាហើយសូមញាតិញោមជ្រះថ្លាអនុមោទនានៅបង្គកឋិនទានដែលមួយឆ្នាំក្នុងមួយវត្តធ្វើបានម្ដងទេហើយសូមអោយអាយុវណ្ណៈសុខៈបលៈកើតមានដល់ញាតិញោមគ្រប់ប្រការកបីគ្លៀងគ្លាតឡើយហងសូមញាតិញោមអនុមោទនាបុណ្យទាំងអស់គ្នាបង